ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីការមើលបាតដៃទៀតហើយណាចាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីចាខ្សែជំងឺនៃម្ចាស់បាតដៃដែលត្រូវជួបចានៅតាមអាយុរបស់គាត់ណាចាគឺងាយស្រួលមើលទេណានេះឃើញនេះទេចានៅត្រង់នេះគឺគាត់មានដុសផ្កាយណាចាដុសផ្កាយសង្កត់លើខ្សែបេះដូងរបស់គាត់តែម្ដងណាឃើញទេចាផ្កាយសង្កត់លើខ្សែបេះដូងនេះគឺចាអត់ល្អតតែសោះណាឥទ្ធិពលផ្កាយទោះបីជាផ្កាយយើងគិតថាល្អពិតមែនចាតែល្អទៅតាមទួលដែលកន្លែងដែលវាដុសទេណាល្អទៅតាមកន្លែងដែលវាដុសទេបើដុសមិនត្រូវកន្លែងគឺជាកន្លែងដែលហានិភ័យទៅវិញណាចាផ្កាយកន្លែងដែលគាត់ដុសនេះគឺធ្វើឲ្យគាត់នឹងកើតចាតាក់ទងជាមួយនឹងជំងឺបេះដូងជំងឺបេះដូងនោះគឺតាក់ទងនឹងការគាំងបេះដូងឬក៏ជំងឺដែលធ្ងន់ធ្ងរដែលធ្វើឲ្យគាត់មានបញ្ហាណាចាប៉ុន្តែចាបានចាកសលផលបុណ្យចាយ៉ាងល្អដែលគាត់ប្រឹងប្រែងប្រព្រឹត្តនៅបច្ចុប្បន្ននេះចាគឺជួយឲ្យដោះមានណាខ្សែបុណ្យនេះឃើញទេចាខ្សែបុណ្យនេះឃុំក្រងចាលើខ្សែផ្កាយនឹងទៅវិញណាចាបើមិនជាមានចាការ៉េចាខ្សែឃុំក្រងបែបនេះគេហៅថាឃុំក្រងគឺឃុំក្រងឲ្យផុតអំពីជំងឺកាច់សាហាវចាចេញអំពីជំងឺបេះដូងដែលធ្ងន់ហ្នឹងបានន័យថាគឺឲ្យរួចផុតមិនមែនបានន័យថាមិនឈឺទេបានន័យគាត់ឈឺហើយប៉ុន្តែគឺឲ្យរួចផុតអាធ្ងន់គឺវាធ្ងន់ណាដែលអាចថាព្យាបាលបានហើយជាឡើងមកវិញចាចាហើយខ្សែជីវិតរបស់គាត់នេះកាលពីវ័យក្មេងជួបរឿងជូរចត់ច្រើនណាជាពិសេសជួបការខាតបង់ណាចាការខាតបង់ខកចិត្តគឺគាត់មានច្រើននេះដោយសារតែអ្នកត្រង់នេះណាចាត្រង់នេះគេហៅថាខ្សែកម្មចាស់ឬក៏បាបចាស់ឲ្យផលយ៉ាងឆាប់រហ័សណាចាបាបចាស់ឲ្យផលឆាប់រហ័សនេះគឺនឹងឲ្យគាត់ជួបរឿងដែលលំបាកណាចាអញ្ចឹងគឺរឿងដែលគាត់ជួបនៅដំណើរជីវិតរបស់គាត់ទាំងអស់ហ្នឹងគឺដោយសារតែគាត់ពីមុនមានរឿងគេហៅថាខ្សែបាបចាស់ឲ្យផលឆាប់រហ័សខ្សែបាបចាស់ឲ្យផលឆាប់រហ័សហ្នឹងបើសិនជាម្ចាស់បាបថ្ងៃប្រព្រឹត្តអំពើបាបដោយកាយវិចាចិត្តចាគេអត់សំដៅទៅលើតើវិចាឬក៏ចាកាយឯគាត់តែក្នុងចិត្តក៏ដូចគ្នាដែរគឺកម្លាំងកម្មនោះគឺវាឲ្យផលលឿនតែម្ដងណាកុំឲ្យអ្នកខ្លះឆ្ងល់ថាអេធ្វើបុណ្យឲ្យធ្វើបុណ្យប៉ុន្តែបុណ្យអត់ឲ្យផលសោះចាតែប្រមើលលើដៃខ្លួនឯងមានកម្លាំងកម្មចាស់ដែលកំពុងឲ្យផលអញ្ចឹងគឺអត់បានទេគិតកម្លាំងកម្មនេះគឺវាឲ្យផលខ្លាំងវាមានបច្ច័យសឹងតែនឹងគ្រប់ឲ្យផលទៅហើយនៅពេលសកម្មភាពរបស់យើងធ្វើគេហៅថាទង្វើកម្មមិនល្អដោយកាយវិការចិត្តទៀតចាគឺវាឲ្យផលលឿនតែម្ដងទាញទៅលើឲ្យយើងគិតខុសគិតខាតអីនឹងឯងណាចាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានខ្សែដែលសំខាន់មួយដែលខ្ញុំធ្លាប់បានបង្ហាញឲ្យប៉ុន្តែពុកម៉ែបងប្អូនខ្លះដែលគាត់មិនទាន់បានមើលវីដេអូមិនបានមើលត្រូវវីដេអូទៅក៏គាត់មិនទាន់ដឹងច្បាស់ប៉ុន្តែខ្សែហ្នឹងគឺសំខាន់ណាស់ចាដែលត្រូវដឹងដែលក្នុងកលៈទេសៈនេះណាគឺខ្សែដែលគ្រោះថ្នាក់ចាដោយប្រការផ្សេងៗណាចាឥឡូវយើងមើលចាខ្សែទី1ដែលខ្ញុំចង់បង្ហាញនេះគឺនៅលើទួលអង្គាទាបណាចានៅលើទួលអង្គាទាបនៅត្រង់នេះណាចាត្រង់នេះគេហៅទួលអង្គាទាបណាចាឥឡូវខ្ញុំមកគូបង្ហាញអំពីទួលអង្គាទាបនៅត្រង់ណាណាចានេះគឺចាយើងពោះមកចាត្រឹមចង្អូតដៃមកនេះទួលអង្គាទាបនៅត្រង់នេះណាបរិវេណនៅត្រង់នេះចាកុំចូលទៅក្រោមបើទៅក្រោមគឺនៅលើទួលសុកវិញហើយណាចាអញ្ចឹងចាបរិវេណចាបន្តិចត្រង់នេះឲ្យគេហៅថាទួលអង្គាទាបទួលអង្គាទាបនេះគឺតំណាងគេហៅថាភាពមុខមុតក្លាហានទួលនៃការឈ្លានពានអីផងដែរណាចាការឈ្លានពានខិតខំប្រឹងប្រែងអីក៏ចេញពីទួលនេះដូចគ្នាដែរណាភាពខុសខើអីជាដើមអញ្ចឹងនៅពេលដែលមានចាសញ្ញាមិនល្អណាមួយនិមិត្តសញ្ញាណាមួយមកនៅលើនេះណាចាគឺនិមិត្តសញ្ញាចាខ្វែងបែបនេះណាចាខ្វែងបែបនេះដែលនៅលើទួលឈ្លានពានឬក៏ទួលខុសខើនេះណាចាគឺចានឹងមានចាហេតុមិនល្អឲ្យម្ចាស់បាតដៃតែម្ដងណាចាយើងមើលចាអញ្ចឹងគឺហេតុមិនល្អនេះគឺឲ្យម្ចាស់បាតដៃគឺនឹងត្រូវសត្រាវុធណាចាយើងមើលហេតុអីមិនឲ្យប្រយ័ត្នមែនទេយើងមើលទួលច័ន្ទរបស់គាត់និងទួលអង្គាខ្ពស់របស់គាត់គឺសាច់ពេញល្អហើយអ្នកដែលមានទួលអង្គាខ្ពស់សាច់ពេញទួលអង្គាទៀបទាំងខ្ពស់ទាំងពីរនឹងសាច់ពេញទួលច័ន្ទក៏សាច់ពេញគេហៅមនុស្សដែលមានភាពក្លាហានមុខមុតមិនខ្លាចទៀតនេះខ្ញុំយកដៃមនុស្សស្រីមកទេតែបើដៃមនុស្សប្រុសទួលទាំង3នេះល្អគេហៅមនុស្សមុខមុតតស៊ូអត់ខ្លាចក្របអត់ខ្លាចអីទេរបៀបថាក្លាហានតែម្ដងណាចាបើទាហានដែលក្លាហានណាចាមិនខ្លាចស្លាប់តែបើគាត់មានសញ្ញាខ្វែងដូចខ្ញុំគូសនេះគឺចាឲ្យគាត់ប្រយ័ត្ននឹងត្រូវគ្រឿងផ្ទុះឬក៏សត្រាវុធយើងរាប់បានអីខ្លះបងប្អូនដូចជាកំភ្លើងណាចាមីនណាចាតាក់ទងទៅនឹងរបស់មុតស្រួយកំបិតដាវពូថៅលំពេងអីគឺដូចគ្នាគឺគេឲ្យប្រយ័ត្នដូចគ្នាណាប៉ុន្តែដោយបងប្អូនដឹងអញ្ចឹងបច្ចុប្បន្ននេះគឺយើងប្រយ័ត្នក្របជាតិផ្ទុះច្រើនជាងណាអញ្ចឹងខ្ញុំយកនេះមកចែកចម្លែកបងប្អូនកិច្ចផុតលុះត្រាតែគាត់ចាមានសញ្ញាខ្វែងបែបនេះណាដូចខ្ញុំគូសចាសញ្ញាខ្វែងចានៅកណ្ដាលបាត់ដៃរវាងខ្សែខួរក្បាលចាជាមួយនឹងខ្សែបេះដូងគេហៅថាអ្នកដែលមានចាកម្លាំងគេហៅថាគ្រូកំណើតចាឬក៏សាច់សាលហិតពីអតីតតាមថែរក្សាតាមប្រាប់រករឿងហេតុមិនល្អកើតឡើងមកលើគាត់តាមរយៈយកសពប្រភ្នូតបញ្ជូនចិត្តមានន័យថាមានអានេះហើយគឺគេមានអ្នកតាមថែរក្សាមានរឿងអីគេប្រាប់ឲ្យយើងដឹងមុនតែលក្ខខណ្ឌដែលគេប្រាប់ហើយយើងអត់ជឿយើងប្រមាថអីក៏អាចនឹងត្រូវដែរណាចាអាហ្នឹងគឺគេចាឲ្យរឿងយើងប្រាប់បុណ្យប៉ុន្តែបើខ្សែមួយនេះទៀតនេះណាចាខ្សែអែបជាមួយនឹងខ្សែជីវិតនេះណាមានខ្សែវែងអែបជាមួយនឹងខ្សែជីវិតគេហៅថាខ្សែឃុំក្រងខ្សែជីវិតអ្នកដែលមានខ្សែអញ្ចឹងគឺគាត់ចាមានកម្លាំងបុណ្យការពារគាត់ណាចាគឺមិនងាយជួបបញ្ហាឲ្យគ្រោះដល់ជីវិតទេមិនថាជំងឺធ្ងន់ក៏រហ័សឆាប់ជាឬក៏ជួបបញ្ហាគ្រោះដល់ជីវិតក៏អត់ដែរមានបុណ្យការពារគាត់ណាចាឬក៏ចាសញ្ញាភ្នែកចាគេហៅថាឋានសួគ៌ភ្នែកឋានសួគ៌ឬក៏អ្នកតាមថែរក្សានៅលើមេដៃនេះចាក៏មានអ្នកប្រាប់រឿងហេតុបុណ្យដូចគ្នាណាគ្រាន់តែថាកម្លាំងនៃភ្នែកឋានសួគ៌នេះមិនសូវខ្លាំងដូចកម្លាំងសញ្ញាកូនឬក៏សញ្ញាខ្វែងនោះទេណាចាអញ្ចឹងសម្រាប់បងប្អូនដែលជាជនភេទសឹកចាឬក៏ទៅហ៊ានជួក្រោយអីក៏ដោយដែលលោកអាចនឹងមានអូប៉ះវីដេអូរបស់ខ្ញុំចាមិនថានៅក្នុងកំពុងតែមានសង្គ្រាមនេះឬក៏ពេលដែលមានសន្តិភាពហើយ
ដែលជាទៅហ៊ានណាចាគឺគាត់អាច comment ដៃរបស់គាត់នៅក្នុងវីដេអូរបស់ខ្ញុំបានខ្ញុំនឹងមើលសញ្ញានោះឲ្យតើអាចនឹងមានគ្រោះថ្នាក់ដោយសារសញ្ញានេះឬអត់គាត់មានឬអត់ណាចានិយាយរួមខ្ញុំនឹងមើលជូនថាអាចនឹងមានគ្រោះថ្នាក់ដោយសារអាវុធជាតិផ្ទុះដែរឬទេខ្ញុំនឹងមើលឲ្យ free ណាចាអាចផ្ញើបាតដៃនៅក្នុង comment នឹងបានខ្ញុំនឹងទាយនៅក្នុង comment ណា